ជំរាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវពងធ្វើដំណើរទៅសៀមរាបហើយមុនហ្នឹងប្រហែលជាខ្ទង់ថា3-4 ម៉ោងចុះខ្ញុំបានផុសនៅ caption របស់ខ្ញុំមួយពាក់ព័ន្ធជាមួយបងប្អូនយើងសិល្បករក៏ដូចជាក្រុមខ្ញុំក៏ធ្លាប់បានសម្ដែងនៅកម្មវិធីបុកលក្ខហើយជាឥឡូវកំពុងតែពុកជ្រោលចាជាមួយនឹងបងប្អូនខ្មែរចាមដែលគាត់កាន់សាសនាអ៊ីស្លាមចាគាត់បានប្រតិកម្មជាមួយនឹងក្រុមតន្ត្រីផ្នែកបុរាណទាំងអស់មិនមែនថាតែម្នាក់ឯណាគាត់វាយប្រហារទាំងអស់តែម្ដងហើយមួយទៀតធម្មតាភ្លេងប្រពៃណីជាតិរបស់ខ្មែរយើងណាបងប្អូនស្រួលចំណាំឯដោយសារពួកយើងលេងតាមតម្រងដូចនេះលេងដូចស្រៀងតែគ្នាខុសគ្នាតែបន្តិចទេវាមិនជាខុសគ្នាណាទេហើយមួយទៀតកម្មវិធីបុកលក្ខហ្នឹងគឺត្រូវតែមានតួចាមតួចាមហ្នឹងគឺធ្វើដំណើរទៅជាមួយរួមគ្នាអញ្ចឹងណាដល់ពេលអញ្ចឹងទៅខ្ញុំក៏មានការបកស្រាយនេះបងប្អូនមើលក្នុង page របស់ខ្ញុំណាចាខ្ញុំមានការបកស្រាយហើយការបកស្រាយរបស់ខ្ញុំហ្នឹងបងប្អូនមើលទៅយល់ហើយចាដោយសារតែការបកស្រាយរបស់ខ្ញុំនេះគឺខ្ញុំជាមនុស្សកណ្ដាលបងប្អូនចាដោយសារខ្ញុំចង់រកឲ្យខាងក្រសួងវប្បធម៌វិចិត្រសិល្បៈវិញឲ្យគាត់ដឹងថាហ្នឹងវាជាទលាមត្រឡប់នៅពេលដែលពួកខ្ញុំកាត់ឬមកក៏បំភ្លេចចោលចឹងទៅវាពាក់ព័ន្ធជាមួយនឹងវប្បធម៌ទាំងមូលដូចនេះហើយមានតែខ្ញុំនិយាយជាកណ្ដាលដើម្បីឲ្យខាងក្រសួងវិចិត្រសិល្បៈក្រសួងវប្បធម៌វិចិត្រសិល្បៈគាត់ជួយរកដំណោះស្រាយពួកខ្ញុំជាអ្នកភ្លេងខ្មែរតែគួរបន្តទៀតឬមកក៏កាត់កន្លែងតម្រងមួយនឹងចេញមិនមែនតម្រងបុកលក្ខទេប៉ុន្តែកន្លែងនឹងកណ្ដាលដូចនេះហើយខ្ញុំនិយាយហើយវាទៅជាមានបងប្អូនមួយចំនួនមិនមែនមួយចំនួនឬសឹងបងប្អូនយើងចូលមកប្រតិកម្មមួយខ្ញុំទៅជាគិតថាខ្ញុំហ្នឹងរស់អើងអីចឹងណាចាហើយមួយទៀតខ្ញុំចង់និយាយខ្ញុំមិនចង់បន្តអីទៀតទេបងប្អូនចាដោយសារតែថាបងប្អូនយើងដូចថាមើលនៅក្នុង page ខ្ញុំបកស្រាយប៉ុណ្ណឹងគឺវាគ្រប់គ្រាន់សម្រាប់បងប្អូននឹងអាចយល់បានណាចាហើយអញ្ចឹងខ្ញុំរកដំណោះស្រាយដើម្បីអ្នកភ្លេងខ្មែរទាំងអស់ដែរទេតាមពិតអ្នកភ្លេងខ្មែរពួកខ្ញុំលេងគឺមានអ្នកថតពេលណាប្រហោះទៅវាតែងតែមានប៉ះពាល់មានពាក្យពេចន៍លើសលួសខ្ពស់ទៀតជាពិសេសពេល live អញ្ចឹងបងប្អូនទាំងអស់គ្នាលើកលែងអធិស្ឋានមួយទៀតដូចថាដូចពួកខ្ញុំនិយាយចាស់ដូចខ្ញុំនិយាយចឹងគឺខ្ញុំសុំឲ្យខាងបើចង់បំបត្តិកម្មវិធីអីមួយទាល់តែថាខាងក្រសួងវប្បធម៌វិចិត្រសិល្បៈគាត់អនុញ្ញាតហើយមួយទៀតបងប្អូនកាន់តែពិសេសទៀតមុននេះខ្ញុំនៅក្នុង account របស់ខ្ញុំចា account ខាត់សុខីមរបស់ខ្ញុំនេះគឺខ្ញុំផុសចាខ្ញុំផុសនេះខ្ញុំផុសអញ្ចេះបងប្អូននេះខ្ញុំដាក់ឲ្យបងប្អូនមើលចាស់ពួកឯងខ្ញុំលុបចាញ់បាត់ហើយព្រោះខ្ញុំឃើញបងប្អូនដូចមានប្រតិកម្មមួយខ្ញុំដូចយល់ច្រឡំនេះបងប្អូននេះខ្ញុំដាក់ទៅចាកុំធ្វើល្អនឹងមនុស្សក្រៅផ្ទះតែចិត្តអាក្រក់ខុសខើជាមួយនឹងមនុស្សក្នុងផ្ទះចាំទុកណាគ្រួសារគឺជាកន្លែងតែមួយគត់ដែលនៅតែស្រឡាញ់ស្វាគមន៍អ្នកចំណិចទោះបីពិភពលោកនេះមិនត្រូវការអ្នកក៏ដោយខ្ញុំនិយាយបងប្អូននេះក្នុង account របស់ខ្ញុំ account ខាត់សុខីមនេះ account ណាបងហើយខ្ញុំផើបងប្អូនខ្ញុំទេបងប្អូនហេតុអីបានបងប្អូនយកទៅពិចារណាយកពាក្យសម្ដីខ្ញុំទៅវាយប្រហារខ្ញុំវិញខ្ញុំអត់យល់កន្លែងបញ្ហាហ្នឹងបងប្អូនចាហេតុតែបានបងប្អូនបែងចែកមិនដាច់ត្រង់ចំណុចហ្នឹងហើយខ្ញុំថាឲ្យបងប្អូនអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ទៅជាអញ្ចឹងទៅហើយខ្ញុំលែងយល់វិញបងប្អូនចាឥឡូវនេះគឺបងប្អូនកំពុងឲ្យបរិហាខ្ញុំដល់ពេលខ្ញុំឃើញបងប្អូនខមមិនយល់ច្រឡំច្រើនពេកខ្ញុំក៏លុបទៅហើយអ្នកខ្លះ screenshot ខ្ញុំយកទៅផុសចូលមកក្នុងផុសរបស់ខ្ញុំផ្សេងទៀតយកមកផុសឥឡូវបងប្អូនមិនសុខចិត្តរឿងអីឥឡូវបងប្អូននេះខ្ញុំនិយាយឲ្យបងប្អូនខ្ញុំទេនេះហេតុអីបានបងប្អូនយកភាសាខ្ញុំនិយាយនៅក្នុង account របស់ខ្ញុំទៅផុសហើយខ្ញុំមិនបានថាឲ្យអ្នកណាខ្ញុំថាឲ្យបងប្អូនខ្ញុំទេឥឡូវបងប្អូនមើលនៅក្នុង account របស់ខ្ញុំភាគច្រើនខ្ញុំលេងខ្ញុំនិយាយខ្ញុំថាអញ្ចឹងទៅជួនកាលខ្ញុំថាឲ្យប្តីខ្ញុំទៅជួនកាលខ្ញុំថាឲ្យកូនខ្ញុំជួនកាលខ្ញុំថាឲ្យដូចថាប្អូនខ្ញុំអញ្ចឹងទៅខ្ញុំអត់សប្បាយចិត្តនឹងបងប្អូនខ្ញុំអញ្ចឹងទៅវាអញ្ចឹងបែបអញ្ចឹងបងប្អូននេះជា account បងប្អូនណា account ចាមិនមែនជា page ទេហើយ page ខ្ញុំផុសមុននឹងដែរប៉ុន្តែខ្ញុំផុសជាលក្ខណៈមួយថាដោយថាសម្រាប់បងប្អូនយើងមើលទូលំទូលាយចានេះគឺជា account ខ្ញុំលេងតខ្លួនបងប្អូនអធិស្ឋានបងប្អូនណាកុំបោកលោគ្នាអញ្ចឹងហើយណាមួយបងប្អូនមកខឹងគោវាយអត់ទេអញ្ចឹងអត់សមទេបងប្អូននេះខ្ញុំក៏រកដំណោះស្រាយឲ្យបងប្អូនមកខឹងខ្ញុំអញ្ចឹងអូអត់កើតទេបងប្អូនអធិស្ឋានបងប្អូនចាឥឡូវនេះខ្ញុំផុសក្នុង page ខ្ញុំទៀតអ្នកព្រោះខ្ញុំនិយាយនេះមិនមែននិយាយអីខ្ញុំនិយាយមកស៊ីនមកបងប្អូនបើបងប្អូនចង់រករឿងខ្ញុំណាបងប្អូនទៅរកដើមហេតុដើមផលឲ្យបានត្រឹមត្រូវមិនមែនបងប្អូនមកដល់ថោកខ្ញុំអញ្ចឹងទេព្រោះខ្ញុំអត់បានបង្កហេតុបង្កផលឲ្យបងប្អូនក្តៅក្រហាយខ្ញុំគ្រាន់តែរដំណោះស្រាយកណ្ដាលហើយអានេះខ្ញុំផុសនៅក្នុង account របស់ខ្ញុំផុសជាទូទៅរបស់ខ្ញុំទេខ្ញុំមិនបានថាឲ្យបងប្អូនទេមិនបានបងប្អូនយកទៅដាក់នៅក្នុងខ្លួនអញ្ចឹងឥឡូវខ្ញុំសួរបងប្អូនមួយឥឡូវខ្ញុំសួរជាសំណួរនេះនៅសុកបងប្អូនមកចោទខ្ញុំនេះ
ខ្ញុំក៏រកដំណោះស្រាយជាកណ្ដាលព្រោះយើងជាខ្មែរដូចគ្នាទេទោះបីបងប្អូនជាខ្មែរចាមចាកាន់សាសនាអ៊ីស្លាមពួកយើងកាន់សាសនាពុទ្ធអីក៏ដោយពួកខ្ញុំមិនដែលមានការបែងចែកគ្នាទេចាអត់មានដែលបែងចែកទេចាគុណច្រើនបងប្អូនសង្ឃឹមថាคลิปមួយនេះវានឹងបញ្ចប់គ្រប់បញ្ហាទាំងអស់ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងខ្ញុំលែងតឲ្យបងប្អូនចង់ខមមិនអីខមមិនទៅហើយចង់ថាមិនថាចោះប៉ុន្តែខ្ញុំអត់ទទួលទេណាបងប្អូនណាខ្ញុំអត់ទទួលទេក្នុងនាមខ្ញុំជាអ្នករកដំណោះស្រាយចាអរគុណបងប្អូនទាំងអស់គ្នាជំរាបលាចាបាយបាយជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចេញវីដេអូនិយាយពី status នៅក្រោយខ្នងរបស់ខ្ញុំមែនតើរឿងដែលកំពុងតែក្តៅនៅក្នុងថ្ងៃមង្គលរបស់ពេជ្រពិសីខ្ញុំអត់សូវចង់ចេញវីដេអូប្រហែលទេដោយសារតែវាជាថ្ងៃមង្គលរបស់គេអញ្ចឹងតែដល់ឡែកនៅក្នុងវីដេអូមួយហ្នឹងខ្ញុំសូមនិយាយពាក់ព័ន្ធទៅលើ status ហ្នឹងឯងអំឡុងពេលកំពុងតែក្តៅកកប់បែបហ្នឹងណាបងស្រីផុស status បែបហ្នឹងវាមិនអាចធ្វើឲ្យពួកខ្ញុំគិតអ្វីផ្សេងក្រៅពីរឿងហ្នឹងទេបងថាក្នុងនាមបងជាអ្នកកាន់ភ្លេងខ្មែរប្រកាន់ភ្ជាប់ពីទំនៀមបុរាណមកនៅក្នុងកម្មវិធីបុកលក្ខហ្នឹងគឺគេត្រូវតែមានតួអង្គជាជនជាតិអ៊ីស្លាមម្នាក់ចឹងណាប៉ុន្តែបងមានដែរបានសិក្សាពីការគោរពបែបប្រពៃណីអ៊ីស្លាមអត់ថាតួអង្គអ៊ីស្លាមគេត្រូវគោរពបែបក្នុងតួអង្គអ៊ីស្លាមនៅក្នុងកម្មវិធីបុកលក្ខហ្នឹងវាលើកពីការពិតនៃការថ្វាយបង្គំមកបងវាប្រៀបបានជាបងយកប្រពៃណីការគោរពប្រតិបត្តិសាសនារបស់គេយកមកលេងស័ក្តិក្នុងតួអង្គបុកលក្ខមានតួកំប្លុកកំប្លែងក៏មិនគួរយកតួអង្គចាមកំប្លុកកំប្លែងបែបការគោរពប្រតិបត្តិសាសនារបស់គេយកមកលេងសើចបែបហ្នឹងដែរបងខ្ញុំសូមនិយាយថយក្រោយបន្តិចការប្រហែលខែមុនដែលថៃវាយកអេសកាទៅកាយហិណ្ឌូរូបសំណាករបស់ឥណ្ឌាជាព្រះដែលឥណ្ឌាគោរពបូជាអញ្ចឹងណាខាងគេក៏គេប្រតិកម្មដូចគ្នាវាជារូបសំណាកដែលគេគោរពប្រតិបត្តិអញ្ចឹងខាងគេប្រតិកម្មដូចគ្នាសម្រាប់ពួកខ្ញុំក៏ដូចគ្នាក្នុងរឿងនោះវាអត់ខុសគ្នាប្រហែលទេបងវាអត់ខុសគ្នាចឹងបើបងថាប្រកាន់ភ្ជាប់ទំនៀមទម្លាប់មកក្នុងកម្មវិធីបុកលក្ខហ្នឹងត្រូវតែមានតួអង្គចាំនៅក្នុងហ្នឹងបងគួរតែស្វែងយល់ពីការគោរពប្រតិបត្តិបែបសាសនាអ៊ីស្លាមតែគេធ្វើមិនខ្មិចកុំឲ្យសម្ដែងចេញមកឆ្កោមហើយខ្ញុំមិនអាចស្នើសុំឲ្យខាងបងលុបបំបត្តិកម្មវិធីបុកលក្ខហ្នឹងចេញបានទេប៉ុន្តែខ្ញុំសូមស្នើសុំឲ្យខាងបងប្អូនខ្មែរទាំងអស់កាត់តួអង្គចាំហ្នឹងចេញយើងវាអត់មានប្រយោជន៍ទេបើសិនជាយើងអត់ស្វែងយល់ពីគេជំរាបសួរបងប្អូនអរគ្នាអស្សឡាមអាឡៃគុំថ្ងៃនេះខ្ញុំសូមមកបកស្រាយរឿងកម្មវិធីបុកលក្ខតើហេតុអ្វីបានជាខ្មែរអ៊ីស្លាមអ្នកកាន់សាសនាអ៊ីស្លាមប្រកាន់ខ្លាំងដែរឥឡូវខ្ញុំសូមមកនិយាយរឿងកម្មវិធីបុកលក្ខសិនកម្មវិធីបុកលក្ខខ្ញុំបានសេច Google Map ហើយថាកម្មវិធីមួយនេះមានតួអង្គអ្វីខ្លះចាហើយកម្មវិធីមួយនេះគឺមានតួអង្គជនជាតិចាមពិតមែនហើយតួអង្គជនជាតិចាមនោះគឺជាតួអង្គសំខាន់មួយដែលគាត់ចៅទូកមកលេងកម្មវិធីមួយនេះដើម្បីបង្កើតមិត្តភាពខ្មែរនឹងចាមខ្មែរនឹងចាមហើយជនជាតិនឹងសាសនាក៏ខ្ញុំនិយាយតាមក្រោយទៀតខ្មែរនឹងចាមដែលគាត់កាន់មិត្តភាពជាមួយគ្នាឲ្យបានយូរអង្វែងចាគាត់មានមិត្តភ័ក្តិក៏អីចឹងណាតាំងពីបុរងបារាណមកហើយតួអង្គមួយនេះគឺគាត់ចៅទូកដើម្បីទៅរកជ័រឈើម្យ៉ាងដើម្បីឲ្យម្ដាយឪពុកយកមកបុកលាក់ធ្វើជាលាក់ដើម្បីលាបលើស្បែកកូនកំមុំនិងកូនកន្លោះថ្ងៃបង្គោលការមួយនោះតែងខ្លួនបែបហ្នឹងខុសអត់តែងខ្លួនបែបហ្នឹងគឺអត់ខុសទេចាអត់ខុសទេហើយចង្វាមួយនេះគឺបែបទំនៀមទម្លាប់តាំងពីបុរងបុរាណមកដែលខ្ញុំនិយាយខាងលើមិញហ្នឹងណាចាហើយអត់ខុសទេហើយការនិយាយស្ដីតាំងពីបុរងបុរាណនោះគឺគាត់បែបចាំនិយាយខ្មែរបែឡាំដូចជាឧទាហរណ៍ថាជនជាតិផ្សេងអីមកនិយាយភាសាខ្មែរបែឡាំអីចឹងចោះតែភាសាចាមនេះគឺគាត់និយាយបែឡាំបែបថាលិនទៅនេះណាអីចឹងទៅអាហ្នឹងក៏ខ្ញុំអត់សូវប្រកាន់អីដែរក៏អត់សូវប៉ះពាល់អារម្មណ៍ដូចខ្លាំងដូចនេះទង្វើបែបនេះគឺខ្លាំងមែនតែនចាទង្វើបែបនេះគឺសាសនាអ៊ីស្លាមគាត់កំពុងតែគោរពប្រតិបត្តិព្រះរបស់គាត់ហើយដើម្បីបានដោយសារតែនេះគឺជាការគោរពព្រះចាខ្ញុំលើកឧទាហរណ៍តែមិនគាត់ណាការគោរពព្រះហ្នឹងវាសំខាន់ខ្លាំងឥឡូវខ្ញុំនិយាយលើកឧទាហរណ៍ឲ្យយល់អារម្មណ៍មួយហ្នឹងណានេះដូចជាឧទាហរណ៍ខ្ញុំពាក់កៅអៅនេះពាក់កៅអៅបែបប្រពៃណីខ្មែរខ្ញុំស្រឡាញ់បែបប្រពៃណីខ្មែរដូចជាបងប្អូនខ្មែរស្រឡាញ់បែបប្រពៃណីចាមដូចគ្នាហើយជនជាតិនិងសាសនាខ្ញុំនិយាយតាមក្រោយហើយបើសិនជាខ្ញុំតែងខ្លួនបែបនេះបែបជនជាតិខ្មែរនេះខ្ញុំយកសាសនាព្រះពុទ្ធយកមកនិយាយលេងសើចតើប្រកាន់អត់ដូចឧទាហរណ៍ម្យ៉ាងខ្ញុំកំពុងតែពាក់បែបនេះហើយខ្ញុំនិយាយខ្ញុំសូត្រអ្នកមោតាសភៈកវៈតោ30 40 50 60កំពុងតែប្រកាន់កំពុងតែខឹងចាមែនអត់ចាអញ្ចឹងដូចគ្នាការស្លៀកសម្លៀកបំពាក់គឺអត់ខុសទេការនិយាយភាសាខ្មែរក៏អត់ខុសដែរតែអ្វីដែលខុសគឺខ្ញុំសូត្រអ្នកមោតាសៈមិនអញ្ចឹងយល់អារម្មណ៍មួយហ្នឹងចាហ្នឹងសម្រាប់តែអ្នកដែលគាត់អត់ទាន់បានយល់ថាហេតុអ្វីចេះទៅបងប្អូនខ្មែរមួយចំនួនធំគាត់យល់ហើយចាតែមួយចំនួនតូចទេក៏ខ្ញុំចង់និយាយបញ្ចូលអ្នកចំនួនតូចមួយហ្នឹងដែរខ្ញុំចង់ប្រាប់បញ្ជាក់ថាបែបនេះហើយនិយាយបែបចាមបៃឡាំក៏អត់ខុសតែខ្លួនបែបនេះក៏អត់ខុសដែរអ្វីដែលខុសគឺគាត់យកការប្រតិបត្តិថ្វាយបង្គំរបស់ព្រះយកមកធ្វើលេងសើច
ហើយមួយទៀតគឺកាត់ចុងអីហ្នឹងចឹងទៅចាហ្នឹងបែបលេងសើចរបស់គាត់គឺជ្រុលចឹងខ្ញុំទទួលយកអត់បានទេចាហើយមួយវិញទៀតជនជាតិចាជនជាតិនិងសាសនាបងប្អូនកំពុងតែយកច្រឡំថាសាសនាយកសាសនាយកមកលីឡំជាមួយជនជាតិអីចឹងទៅណាជនជាតិគឺអត់បញ្ហាទេតែគាត់យកសាសនាតែសាសនាមួយនេះគឺទូទាំងពិភពលោកកំពុងតែគោរពប្រតិបត្តិមិនថាសាសនាអ៊ីស្លាមមិនថាសាសនាព្រះពុទ្ធមិនថាសាសនាយេស៊ូគឺទូទាំងពិភពលោកតែបុគ្គលម្នាក់ដែលគាត់ស្រឡាញ់ក្នុងសាសនាមួយនោះជនជាតិចាមពីដើមមកខ្ញុំមិនដឹងថាគាត់កាន់សាសនាអ្វីទេកាន់សាសនាអ៊ីស្លាមឬក៏មិនក៏អត់ប៉ុន្តែក៏គាត់អត់អាចយកធ្វើបែបនេះបានដែរជនជាតិខ្មែរពេលខ្លះក៏គាត់ចូលសាសនាអ៊ីស្លាមដែរជនជាតិចាមពេលខ្លះក៏គាត់ចូលសាសនាអ៊ីស្លាមដែរចាមខ្លះក៏កាន់សាសនាអ៊ីស្លាមចាមខ្លះក៏គាត់កាន់សាសនាព្រះពុទ្ធចាមខ្លះក៏គាត់កាន់សាសនាយេស៊ូចឹងទៅតាមអ្វីដែលគាត់ស្រឡាញ់តាមអ្វីដែលគាត់ចូលចិត្តតាមអ្វីដែលគាត់ប្រតិបត្តិតាមបានហើយខ្ញុំក៏កើតចេញពីពួកមួយសាសនាអ៊ីស្លាមដែរហ្នឹងខ្ញុំនិយាយលើកឧទាហរណ៍អាចនឹងបងប្អូនខ្មែរមួយចំនួនទូចដែលគាត់អត់ទាន់យល់នោះសង្ឃឹមថាគាត់នឹងយល់ចាហើយមួយវិញទៀតខមមិនមានការរើសអើងខ្លាំងមែនតើតាំងពីផ្ទុះវីដេអូមួយនេះអញ្ចឹងខ្ញុំបញ្យល់ហើយណាហើយរឿងខមមិនហើយរឿងការយល់ខុសហ្នឹងសូមប្រែឡើងវិញខមមិនគឺខ្លាំងមែនតើសិតតែនៅទឹកដីហែងវិញចឹងទៅមួយវិញទៀតប្រត់ចេញពីប្រទេសខ្មែរទៅវិញទៅអីណាឃើញវីដេអូណាក៏ទៅដែរអត់ទៅទេបើគាត់តែងជនជាតិអីក៏អត់ទៅដែរគឺតែម្យ៉ាងគឺយកសាសនាចាយកសាសនាមកលេងសើចចឹងវាជ្រុលខ្លាំងដែលពួកខ្ញុំទទួលយកអត់បានហើយសិតតាមកនៅប្រទេសទឹកដីគេហើយលយទៀតមីលយនេះខាងលើនេះចាមីលយហើយខមមិនច្រើនខ្លាំងមែនតើសិតតាទៅនៅប្រទេសអ្នកឯងវិញទៅហត់មេះចាំនៅទឹកដីគេសោះពួកអីគេមួយនេះឈ្មោះអីទេអបកាន់ពេកគេសំដែងលេងសិទ្ធិសេរីភាពរបស់អីគេប្រជាជនខ្មែរសិទ្ធិសេរីភាពរបស់គាត់ចាគាត់តែធ្វើមិនធ្វើទៅសិទ្ធិសេរីភាពរបស់គាត់តែកុំយកសាសនាមកពាក់ព័ន្ធកុំយកសាសនាមកលេងសើចចាហ្នឹងខ្ញុំនិយាយឧទាហរណ៍ខាងលើហើយណាសាសនាជនជាតិណាខ្ញុំនិយាយម្ដងទៀតការតែងខ្លួនស្លៀកពាក់ការនិយាយបៃឡាំបែបជនជាតិចាមនិយាយខ្មែរច្បាស់ក៏ខ្ញុំអត់ប្រកាន់ទេតែអ្វីដែលប្រកាន់អាចលុបបំបាត់បានគឺលុបទៅគឺទង្វើបែបនេះចាទង្វើបែបនេះគឺខ្ញុំអត់អាចទទួលយកបានទេតែបើអ្វីដែលក្នុងកម្មវិធីបុគ្គលិកនឹងធ្វើអ្វីដែលធ្វើបានក៏ធ្វើទៅទៀតចោះចាអត់អីទេអត់បញ្ហាទេតែកុំឲ្យមានការយកប្រតិបត្តិថ្វាយបង្គំរបស់ព្រះសាសនាអ៊ីស្លាមខ្ញុំមកលេងសើចដូចខ្ញុំលើកឧទាហរណ៍មិញនឹងអាចយល់ហើយតែបងប្អូនទាំងអស់គ្នានឹងសង្ឃឹមថាយល់សូមអរគុណច្រើនវីដេអូមួយនេះឧបត្ថម្ភធំដោយម្សៅថ្នាំពេទ្យស៊ីណាម្សៅថ្នាំពេទ្យស៊ីណាផ្សំឡើងពីថ្នាំពេទ្យសក់ 100% គ្មានជាតិកាត់ជាតិបកធ្វើឲ្យស្បែកមុខយើងសភ្លឺមរលោងគ្មានស្នាមមុនស្នាមចំស្នាមសរសៃក្រហមបងប្អូនអាចរកទិញសាកប្រើបានតាមเพจស៊ីណាតាមសារ25ខេត្តក្រុងអរគុណច្រើន